តើពួកលោកចង់ធ្វើស្អីនឹងមកចាប់ខ្លួនលោកប៉ានហើយនិងលោកចិនកំពុងតែញ៉ាំអាហារនៅទីនេះហាមរញ៉េរញ៉ៃយើងចាប់ខ្លួនទាំងពួកឯងទាំងអស់គ្នានឹងផងដែរឆាប់ចាប់ពួកគេទៅអាណែនៅស្គីអាផ្លាវវិញទៅចាញ់ហើយមានបញ្ហាអ្វីទៅលោកប៉ូលីសខ្ញុំកំពុងតែញ៉ាំអាហារជាមួយនឹងលោកម្ចាស់ទី4កុំឲ្យរំខានខ្ញុំចាប់ចេញទៅខ្ញុំបានទទួលព័ត៌មានថាពួកលោកមានបញ្ហានៅផ្លូវយៀនវូហើយក៏បានចរចានៅគ្នានៅទីនេះដូច្នេះហើយទើបខ្ញុំមកសាកសួរតែលោកកំពុងតែសាកសួរស្អីទៅនៅទីក្រុងសៀងហៃនេះមានច្បាប់ពួកយើងទាំងពីរនាក់មិនបានធ្វើអ្វីខុសច្បាប់ទេលោកមកពីឆ្ងាយសួររឿងនេះមែនទេអាចង្រៃអាចជាអាណាគេថាចង្រៃយើងចង់ចាប់ពួកឯងមិនចាំបាច់ប្រាហេតុផលទេនេះអាចជាទង្វើរបស់ប៉ូលីសនោះយើងជារាជសាមញ្ញប៉ុន្តែដោះស្រាយដោយធម្មតាបើលោកចង់គំរាមគេនោះឬក៏ចង់សម្ញែកអំណាចនោះគួរតែសម្ញែកអំណាចខាងគេខាងនោះទៅតែសូមដាច់ខាតកុំមកប៉ះយើងឲ្យសោះណាអានេះលោកម្ចាស់ទី4លោកនិយាយបែបនេះចាប់ពួកគេទាំងអស់ទៅកុំមកប៉ះយើងអញ្ចឹងសូមលោកអញ្ជើញធ្វើកែយ៉ាងលោកទុកចិត្តចុះបញ្ហាលោកហើយនឹងលោកប៉ាន់គឺខ្ញុំអាចដោះស្រាយបានអរគុណណាស់អញ្ចឹងនៅក្នុងយប់នេះអ្វីផ្សេងទៀតគឺក្រុមបន្ថៅរបស់លោកហើយលោកត្រឡប់ទៅគេងវិញទៅចាំខ្ញុំសម្រាប់អន្តាកញ្ចាស់នោះរួចហើយទឹកដីនៅសៀងហៃគឺជាកម្មសិទ្ធិរបស់ខ្ញុំហើយមិនថាអញ្ចឹងអូលូឆាប់សម្រាប់អាលោកម្ចាស់ទី4ទៅលូនបាទពួកយើងជាប់តាក់គេហើយចូលយកហេយ៉ាបាញ់ឆាប់រត់ទៅពួកវានៅខាងនោះចូលឆាប់សន្លប់វាទៅនៅនោះណាគេឆាប់ចេញមុខមកណាគេហងចិននេះមិនមែនជារឿងរបស់ឯងនោះទេឆាប់លេងមនុស្សទៅលេងមនុស្សលោកម្ចាស់ឲ្យលឿនឡាឆាប់ទៅលោកម្ចាស់កុំចូលមកឆាប់លេងវាអាលោកម្ចាស់ទី4ឈប់សិនហងបាទលោកម្ចាស់ឈ្មោះទៅកាន់ទន្លេហងពួរទៅលោកប៉ាមានរបួសទេយើងមិនអីទេឆាប់ឲ្យបងប្អូនយើងសង្គ្រោះអាទី2ទៅហងចិនឯងឡើងឡានជាមួយយើងមកអាណាខ្លាំងចូលមកឆាប់ចូលមកខ្លាំងមែនអើយចូលមកហងកំភ្លើងនោះឯងបានមកពីណាមកកំភ្លើងនេះមែនទេខ្ញុំលួចមកពីប៉ប៉ូលីសខ្ញុំឮថាលោកម្ចាស់មានគ្រោះថ្នាក់ទើបវាយប៉ូលីសម្នាក់ដួលទើបមកជួយលោកម្ចាស់ទៅយើងមិនអីទេថ្ងៃនេះសំណាងហើយដែលបានឯងមកជួយពេលនេះខ្ញុំជពាក់គុតឯងមួយហើយនិយាយមកឯងចង់បានអ្វីទៅយើងនឹងពេញបំណងរបស់ឯងណាតាមពិតទៅខ្ញុំគ្រាន់តែចង់ឲ្យបងស្រីរបស់ខ្ញុំជាពីជំងឺឲ្យចឹងក្រៅពីនេះទៀតឯងពិតជាបរោះល្អមែនសម្រាប់រឿងដែលឯងនិយាយនេះវាគ្រាន់ជារឿងតូចតាចសម្រាប់យើងទេក៏ប៉ុន្តែឯងគួរតែសម្លឹងឲ្យខ្ពស់ជាងនេះទៅទៀតប្រសិនបើឯងចង់ឈរជើងនៅសៀងហៃនេះក៏ត្រូវតែមើលភាពរុងរឿងរបស់ជនជាតិបរទេសដែរលោកម្ចាស់ខ្ញុំណែ
នេះគឺជានិមិត្តសញ្ញាជីងហើយឯងយកវាចោះនិមិត្តសញ្ញានេះគឺមាន4ចំណែកចំណែកឯ3ចំណែកទៀតវាធ្លាក់ទៅលើកូនប្រុសចិញ្ចឹមរបស់យើងទាំង3នាក់ម្នាក់សិតតែមានការគ្រប់គ្រងផ្នែកសំខាន់មានដូចជារោងចក្រជាដើមបន្ទាប់ពីយើងលះបង់តំណែងទៅនិមិត្តសញ្ញាទាំង4នេះច្បាស់ជាមានការដណ្ដើមគ្នាមិនខាននោះទេដោយតែអ្វីដែលឯងបានឃើញអញ្ចឹងកូនប្រុសយើងទាំង3នាក់អាទី1គ្មានភាពក្លាហានអាទី2មានភាពស្មោះត្រង់ជាមួយខ្ញុំណាស់ប៉ុន្តែគេខ្សោយបញ្ញាអាទី3គឺខ្ញុំស្រឡាញ់វាជាងគេប៉ុន្តែមើលទៅវាគឺគ្មានប្រយោជន៍នោះទេធ្វើអ្វីគឺមិនចេះគិតចំណែកឯមនុស្សចុងក្រោយគេបង្អស់ដែលខ្ញុំពេញចិត្តក៏ដូចជាមានសមត្ថភាពនោះគឺជាឯងនឹងឯងអញ្ចឹងលោកម្ចាស់ចង់យកខ្ញុំធ្វើជាកូនចិញ្ចឹមតាពិតមែនទេឯងកុំទាន់អាបដិសេធអីឯងគិតមើលសិនទៅខ្ញុំនឹងរកវិធីដើម្បីព្យាបាលជំងឺប្អូនស្រីរបស់ឯងបានចាំពេលដែលប្អូនស្រីរបស់ឯងជាសះស្បើយហើយនោះចាំឯងឆ្លើយក៏បានដែរអូតាមពិតទៅក្នុងអំឡុងពេលនៅសៀងហៃនេះមនុស្សម្នាក់ដែលខ្ញុំស្វែងរកហើយអាចឈរជើងរឹងមាំនោះគឺជាលោកម្ចាស់នឹងឯងគឺជាកន្លែងដែលអាចការពារគ្រួសាររបស់ខ្ញុំបាននិមិត្តសញ្ញាមួយនេះខ្ញុំព្រមទទួលយកហើយនិមិត្តសញ្ញាមួយនេះឯងទទួលយកក៏ត្រូវតែធ្វើឲ្យកូនប្រុសយើងទាំង3នាក់ទទួលស្គាល់ដែរប្រសិនបើឯងចង់គោរពយើងធ្វើជាឪពុករបស់ឯងត្រូវតែបង្ហាញអំពីទេពកោសល្យក៏ដូចជាបញ្ជាដែលយើងដាក់ទៅឯងអាចធ្វើបានទើបអាចក្លាយទៅជាកូនប្រុសរបស់យើងឲ្យខ្ញុំធ្វើអ្វីទៅលើកនេះក្រុមពុថៅធ្វើបាបខ្ញុំរឿងនេះខ្ញុំត្រូវតែសងសឹកចំពោះវាវិញយ៉ាងចិនគឺជាមេធំបំផុតនៅក្នុងរឿងនេះក៏ប៉ុន្តែយើងឲ្យឯងទៅកាត់ដៃកូនចៅរបស់វាដែលមានឈ្មោះថាសៅជូបើឯងធ្វើកិច្ចការងារនេះបានសម្រេចនោះអញ្ចឹងក៏បានន័យថាឯងធ្វើការងារគ្រប់លក្ខខណ្ឌជាកូនប្រុសយើងហើយលោកម្ចាស់កុំបារម្ភអីកិច្ចការងារមួយនេះខ្ញុំនឹងធ្វើបានសម្រេចខ្ញុំសូមកាន់កាត់នៅកន្លែងយិនវូឯងនិយាយនេះតើមានន័យយ៉ាងម៉េចលោកម្ចាស់ទុកចិត្តខ្ញុំចោះផ្ដល់កូនចៅប្រមាណនេះឲ្យខ្ញុំគ្រប់គ្រងទៅល្អយើងសម្រេចតាមនឹងតិចចោះណាយ៉ាយើងមានឈ្មោះថាប៉ាន់ស៊ីមិនត្រូវឲ្យអាយ៉ាងចិននោះវាគ្រប់គ្រងនៅសៀងហៃនោះបានទេអាតាកញ្ចាស់ប៉ាន់ស៊ីនេះមកសម្អាតកន្លែងខ្ញុំស្ទើរតែគ្រប់ទិសទីលោកវាងរឿងនេះលោកត្រូវតែជួយខ្ញុំមិនអាចជួយលោកបានទេណាក៏ព្រោះថាខ្ញុំមិនអាចធ្វើបានទេបើខ្ញុំធ្វើច្បាស់ជាប៉ះពាល់ដល់ស្ថាប័នប៉ូលីសរបស់ខ្ញុំរឿងនេះគឺមានតែលោកខ្លួនឯងទេលោកប៉ាន់ស៊ីខាងប៉ូលីសខ្ញុំបានចាប់ប្អូនប្រុសរបស់លោកហើយសូមលោកកុំមកបង្កចំនួនជាមួយនឹងយ៉ាងចិនទៀតទៅបើលោកនៅតែបន្តចំនួនជាមួយនឹងយ៉ាងចិនទៀតលោកអាចពាក់ព័ន្ធជាមួយនឹងប៉ូលីសរបស់យើងហេតុអ្វីបានជាលោកនិយាយតែប៉ែច្រើនបែបនេះលោកវាងអ្វីដែលលោកនិយាយពេលនេះគឺវាគ្មានន័យនោះទេម្នាក់នេះគឺនៅក្រោមបញ្ជារបស់លោកហើយក៏ជាអ្នកចាប់ជួយលោកយ៉ាងកាលពីថ្ងៃនោះដែរលោកវាងជួយចាំផងប៉ាន់ស៊ីលោកហ៊ានប៉ះកូនចៅរបស់ខ្ញុំផងអីលោកវាងលោកកុំចោទប្រកាន់ខ្ញុំប្តេជ្ញាប៉ុន្តែអ្នកដែលកំពុងតែវាយនេះគឺខ្ញុំមិនដែលស្គាល់គេទេយ៉ាងម៉េចលោកគិតថាលោកអាចប៉ះពាល់កូនចៅរបស់ខ្ញុំបានចំណែកខ្ញុំមិនអាចប៉ះពាល់កូនចៅលោកបានទេខ្ញុំប្រាប់លោកទៅចុះបើលោកនៅតែគ្រប់គ្រងយ៉ាងចិនបន្តទៅទៀតនោះកុំថាខ្ញុំជាមនុស្សចាស់នេះមិនទុកមុខឲ្យប៉ូលីសលើកនេះត្រឹមតែជាកូនចៅរបស់លោកទេតែលើកក្រោយច្បាស់ជាដល់វេនរបស់លោកបិទខាតនោះទេអាយ៉ាលោកហ៊ានគំរាមខ្ញុំមែនទេខ្ញុំប្រាប់ឯងតិចចុះទឹកដីនេះមិនមែនជាទឹកដីរបស់ក្រុមពូថៅនោះទេប៉ុន្តែយៀនវូគឺជាទឹកដីកន្លែងរបស់ខ្ញុំមិនអាចឲ្យអាចឆ្កែឆ្មាណាចូលប៉ះពាល់បានឡើយបើលោកមិនព្រមឆាប់ដោះស្រាយបញ្ហារឿងនេះទេគំនុំចាស់ថ្មីខ្ញុំទូទាត់ជាមួយលោកនៅណាឯងទៅមើលកន្លែងឃ្លាំងបន្តិចទៅហើយយកវាមកហ្វេងស៊ីនៅណាអាយ៉ាលោកជួហ្វេងស៊ីមិនស្រួលខ្លួនទេប៉ុន្មានថ្ងៃនេះគឺនាងមិនអាចច្រៀងបាននោះទេឯងចង់មើងងាយយើងមែនទេឆាប់ទៅអូសក្បាលវាចេញមកបើមិនចឹងទេយើងនឹងកន្តិចកន្លែងនេះចោលខ្ទេចឥឡូវហើយ
បាត់ចាំមកភ្លេចខ្ញុំនឹងហៅនាងមក លោកតកែ អើណែ Fancy អើជួយនិយាយមួយគាត់តិចទៅអូ Fancy មកផឹកជាមួយខ្ញុំបន្តិចមក សុំតើលោកជូផឹងចា ខ្ញុំសុំទៅសម្រាប់ហើយព្រោះខ្ញុំមានជំងឺប្រចាំកាយ ជំងឺប្រចាំកាយឬក៏នាងមានរបួស តាមពិតឃាតករនៅមន្ទីរពេទ្យទាំងអស់នោះគឺលោកជាអ្នកបញ្ជូនទៅហ៎ ត្រូវហើយគឺជាយើងនឹងហើយវាគួរឲ្យសោកស្ដាយខ្លាំងណាស់ដែលយើងមិនអាចសម្លាប់អាហុកនោះបានឬរ៉ាវទាំងអស់នេះក៏ព្រោះតែនាងជាអ្នកឆ្អឹងទៅទាំងក៏ប៉ុន្តែថ្ងៃនេះអាអូនទុយរបស់យើងខានបញ្ចេញរិទ្ធយូរហើយមកណ៎ណាហ៊ានប៉ះនាងធ្វើឲ្យគ្រួសាររបស់យើងឈឺចាប់ថ្ងៃនេះអាចឆ្កែណាម្នាក់ក៏មិនអាចចេញពីទីនេះបានដែរឯងគិតថាយើងមិនហ៊ានមែនទេបងប្អូនចាប់កៅវាទៅ ប្រយ័ត្ន ចាំមិនឯងហ៊ានទៀតទេចូលមកបើឯងចង់ខ្លាំងចាប់ចូលមកឯងចាប់មើលទៅ លោកចាំមកចៃត្រូវកន្លែងណាអត់ មិនអីទេជាន movement គឺជាកន្លែងដែលខ្ញុំគ្រប់គ្រងមិនត្រូវឲ្យពួកអារលីអស់នេះវាមកអុកលុកនោះទេខ្ញុំសន្យាជាមួយនាងចាប់ពីថ្ងៃនេះទៅគ្មានអ្នកណាហ៊ានធ្វើបាបនាងទេ ខ្ញុំជឿលោក លោកម្ចាស់ទី4ខ្ញុំធ្វើតាមបញ្ជារបស់លោកហើយបើកវាទៅពួកឯងឆាប់យករបស់នេះឲ្យឆ្កែនៅខាងក្រោយស៊ីទៅក្រោកឡើងអរគុណលោកម្ចាស់ថ្ងៃនេះខ្ញុំសូមប្រកាសចាប់ពីថ្ងៃនេះទៅឯងគឺជាកូនចិញ្ចឹមរបស់យើងថាម៉េចលោកប៉ាធ្វើបែបនេះមិនត្រូវទេអីពួកយើងទាំង3នាក់សិតតែឆ្លងដំណាក់កាលទី3ទើបអាចខ្លាចទៅជាកូនប្រុសរបស់ប៉ាត្រូវហើយលោកប៉ាធ្វើចឹងមិនត្រូវទេបងទី1បងទី3រឿងនេះប៉ាគឺជាអ្នកសម្រេចចិត្តចង់ប្រឆាំងមែនទេបានហើយចង់ធ្វើអីក៏ធ្វើទៅប៉ុន្តែទោះបីជាយ៉ាងណាក៏ខ្ញុំមិនទទួលស្គាល់វាជាប្អូនប្រុសដែរលុះត្រាតែធ្វើតាមច្បាប់ទើបខ្ញុំអាចយល់ព្រមនឹងទទួលស្គាល់បានបើប៉ាធ្វើចេះខ្ញុំក៏មិនទទួលស្គាល់វាទេនេះឯងលោកម្ចាស់ទី4បើសិនជាគេត្រូវការធ្វើអញ្ចឹងធ្វើតាមច្បាប់ទៅឲ្យតែអ្នកទាំងអស់គ្នាសប្បាយចិត្តធ្វើតាមនឹងទៅចឹងមិនអីទេចេញទៅក្រៅទៅ